ពុកម្ដាយក្នុងវ័យសិក្សារស់នៅខ្លោចផ្សាវាសនាអបព្រៃជាកូនកំព្រាវេទនាកូនឡងខំប្រឹងរ៉ាប់រងថែប្អូនប្រុងស្រីជីតាជីដនក៏ចាំងរីងរៃធម្មជាតិប្រឡ័យបីថ្ងៃគ្មានសល់ឆ្នាំ87វល់វល់អង្ហើយគ្រួសារខ្ញុំអើយជាប់ទុកកងវល់ម្ដាយស្លាប់3ថ្ងៃប្រឡ័យពុកទៀតមកជ្រាចងអៀតសាហាវក្រៃណាសាមគ្គីពួតដៃទាំងបងប្រុងស្រីផ្ដាំវាងស្នាថ្មីនៅក្នុងគ្រួសារគ្មានពុកគ្មានម្ដាយដោះស្រាយបញ្ហារស់នៅថ្លៃថ្លាតរៀងមកអើយឆ្នាំ87វល់វល់អង្ហើយគ្រួសារខ្ញុំអើយជាប់ទុកកងវល់ម្ដាយស្លាប់3ថ្ងៃប្រឡ័យពុកទៀតមកជ្រាចងអៀតសាហាវក្រៃណាសាមគ្គីពួតដៃទាំងបងប្រុងស្រីផ្ដាំវាងស្នាថ្មីនៅក្នុងគ្រួសារ